ស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា1ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី3ភាគីថៃបានចាប់ផ្ដើមពង្រីកសមរភូមិនិងបើកការបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង2រំលងអធ្រាត្រដល់ម៉ោង8:00នាទីព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នៅវេលាម៉ោង2:00នាទីរំលងអធ្រាត្រកងទ័ពជើងទឹកថៃបានបើកការបាញ់ផ្លោងពីនាវាចម្បាំងដោយប្រើប្រាស់កាំភ្លើងធំចំនួន20គ្រាប់ចូលមកក្នុងភូមិសាស្ត្រខេត្តកោះកុងនៅក្នុងប្រទេសកម្ពុជាគ្រាប់បានធ្លាក់នៅលើផ្លូវបំបែកមាត់ច្រកឆ្នេរកោះយ៉ចំនួន2គ្រាប់នៅឆ្នេរខាងត្បូងវត្តប៉ាក់ខ្លងចំនួន1គ្រាប់និងខាងក្រោយអគារសន្តាគារចំនួន2គ្រាប់ក្រៅពីនោះធ្លាក់ក្នុងអាងទឹកបន្ទាប់ពីវេលាម៉ោង2រំលងអធ្រាត្រមកដល់ម៉ោង8ព្រឹកនេះស្ថានភាពបានត្រឡប់ទៅស្ងប់ស្ងាត់វិញទី2ស្ថានភាពជួរមុខក្នុងសមរភូមិក្នុងទិសយុទ្ធភូមិភាគទី4ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង5:00នាទីព្រឹកដល់វេលាម៉ោង8:00នាទីព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង5:45នាទីយោធាថៃបានចាប់ផ្ដើមបាញ់កាំភ្លើងធំនិងប្រើប្រាស់គ្រាប់បែកចង្កោមចូលមកក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង6:10នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ទី3ស្ថានភាពជួរមុខនៅក្នុងសមរភូមិយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង19:00នាទីថ្ងៃទី12ខែធ្នូឆ្នាំ2025ដល់វេលាម៉ោង8:00នាទីថ្ងៃទី13ខែធ្នូឆ្នាំ2025នៅវេលាម៉ោង17:14នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះក្តាប់សភាពការនៅខាងក្រោយភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង17:54នាទីយោធាថៃបានប្រើប្រាស់ drone ទម្លាក់គ្រាប់បែកថៃហោះចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនិងប្រើប្រាស់ drone ស៊ើបការក្តាប់សភាពការនៅក្រោយភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង19:21នាទីយោធាថៃបានប្រើប្រាស់ drone ហោះរំលោភក្នុងដែនអាកាសកម្ពុជានៅក្នុងភូមិសាស្ត្រសំពៅលូនខេត្តបាត់ដំបងនៅវេលាម៉ោង19:50នាទីយោធាថៃបានប្រើប្រាស់ drone រំលោភចូលក្នុងដែនអាកាសកម្ពុជាកាត់លើភូមិសាស្ត្រទួលខ្ពស់ឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងនៅវេលាម៉ោង20:55នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះក្តាប់សភាពការនៅក្រោយភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅវេលាម៉ោង22:20នាទីយោធាថៃបានបាញ់ផ្លោងចូលទៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង22:21នាទីកម្លាំងថ្មើរជើងរបស់យោធាថៃព្យាយាមរុលចូលទៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង22:50នាទីយោធាថៃបានប្រើប្រាស់ drone ពំគ្រាប់បែកទម្លាក់ចំនួន3គ្រាប់និងបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន2គ្រាប់នៅវេលាម៉ោង22:52នាទីយោធាថៃបានប្រើប្រាស់ drone ពំគ្រាប់ទម្លាក់គ្រាប់ចំនួន3គ្រាប់នៅក្នុងភូមិសាស្ត្រថ្មដានៅវេលាម៉ោង22:55នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលក្នុងភូមិសាស្ត្រឃុំថ្មដានៅវេលាម៉ោង23:41នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025ចាប់តាំងពីវេលាម៉ោង1:34នាទីរំលងអធ្រាត្រយោធាថៃនៅតែបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង1:45នាទីទៀបភ្លឺយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង2:56នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចំនួន2គ្រាប់នៅភូមិសាស្ត្រថ្មដានៅវេលាម៉ោង5:50នាទីយោធាថៃ
បាញ់កំទេចគោដៅអាគារសន្តាគារនៅក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន1គ្រាប់នៅវេលាម៉ោង 5:55 នាទីយោធាថៃបានបាញ់កំទេចគោដៅសន្តាគារនៅក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន1គ្រាប់ទៀតនៅវេលាម៉ោង 5:56 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន7គ្រាប់ក្នុងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅវេលាម៉ោង 6:02 នាទីក្នុងនោះរួមមានម៉ោង 6:02 នាទីយោធាថៃបានបាញ់កំទេចទម្លាក់គ្រាប់បែកកំទេចគោដៅស្ពានជ័យជំនះចំនួន1គ្រាប់នៅវេលាម៉ោង 6:07 នាទីយោធាថៃបានទម្លាក់គ្រាប់បែកកំទេចនៅលើស្ពានជ័យជំនះចំនួន1គ្រាប់ទៀតនៅវេលាម៉ោង 6:12 នាទីយោធាថៃបានទម្លាក់គ្រាប់កំទេចគោដៅស្ពានជ័យជំនះចាស់ចំនួន1គ្រាប់ទៀតនៅវេលាម៉ោង 6:35 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទសំទោសភូមិជោគជ័យនៅវេលាម៉ោង 7:06 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅវេលាម៉ោង 8:00 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទបន្ថែមទៀតចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់នៅឡើយក្រសួងការពារជាតិទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការបាញ់ប្រហារដោយមិនរើសគោលដៅការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជាដែលមិនត្រឹមតែជាការរំលោភបំពានធ្ងន់ធ្ងរបំផុតលើអធិបតេយ្យបូរណភាពទឹកដីនិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែបានផ្លោងនឹងទម្លាក់គ្រាប់បែកដោយមិនរើសអើងនិងមិនសមាមាត្រហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតសុវត្ថិភាពប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាសាទបុរាណដែលជាទីសក្ការៈរបស់មនុស្សជាតិដូចជាសាលារៀនស្ពានថ្នល់មន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាក្របីនិងទីតាំងសាធារណៈដទៃទៀតច្រើនរាប់មិនអស់